tia từ cuốn dướng cho ăn ấy để xem xôm lụa mà chan muốn thì bằng ổn ngon bằng ổn chỉ lụa mới tật là hú bằng ổn chả ngon không bằng ổn bông ôn kẹo dương có phơi lọ ra đây về là những chuyên bòn về hói dương do về mà ngọt thì mỗi nâng sạch tia biết về họ tập phơi nước ta bị phơi khoai ôn mỏ mà dương ăn nhằm bằng ăn kẹo là có ăn tập bông ôn ngày này nước nhóm một phơm hộp mây từ đấy bông ôn cứ một hộp súp tia trà cồn bông ôn trà chẳng bông ôn dương mà mười kêu xong là bỏ dướng mình lấy cái khác tỏ lấy bông ôn này miếng tôm so tôm cả hóm miếng rụng đen là caro sói con là khẩy hắn đừng con là khẩy đầm bông ôn trà hái dương miếngនេះគឺជាត្រាវបងប្អូនត្រាវតៅហ៊ូម្ទេសផ្លោកបងប្អូនម្ទេសផ្លោកក្រៀមយើងនោះយើងត្រាំទឹកឲ្យឬខហើយយើងយកវាមកច្រាំក៏បានមកកិនក៏បានដែរបងប្អូនបើសិនយើងកិនក្លុកវាទៅវាម៉ត់ជាងបងប្អូនពេលញ៉ាំទៅវាអត់សូវស្កាត់ហើយយើងមានតៅហ៊ូយើងមានកាពិចាកាពិហើយនឹងនេះជាសាច់ទាបងប្អូនទាកាបាបងប្អូនហើយបន្លែយើងមានតកួនហើយនេះគឺជីហើយម្ទេសសម្រាប់យើងលាយទឹកជ្រលក់បងប្អូនចាតោះអញ្ចឹងយើងទៅតាមដានទាំងអស់គ្នាពីរបៀបធ្វើយើងមកបុកគ្រឿងយើងណាបងប្អូនចាគ្រឿងយើងមានគុលខៃដែលយើងហាន់ហ្នឹងបងប្អូនចាបន្ទាប់មកយើងដាក់ខ្ទឹមមួយចំណុចហើយយើងដាក់ខ្ទឹមក្រហមហើយយើងបុកវាមកបងប្អូនតោះបងប្អូនឥឡូវយើងមកពងត្រាវបងប្អូនពងឲ្យវារៀងឆ្អិនបន្តិចឃើញក្រហមបន្តិចបងប្អូនឥឡូវត្រាវយើងរៀងឆ្អិនហើយបងប្អូនប៉ុណ្ណឹងវាក្រៀមឆ្ងាញ់ណាបងប្អូននៅពេលដែលយើងដាក់ចូលក្នុងឆ្នាំងស៊ុបទៅវាឆ្អិនផុយថែមទៀតចាអញ្ចឹងបងប្អូនយើងដាក់ពងហ៊ូម្ដងបងប្អូនតៅហ៊ូយើងពងឲ្យក្រៀមដូចត្រាវយើងដែរណាបងប្អូនចាឥឡូវតៅហ៊ូយើងក្រៀមបងប្អូនមិនជាប់ដៃរៀងក្រៀមជ្រុលតែអីបងប្អូនអញ្ចឹងឲ្យវារៀងក្រៀមតិចបងប្អូនបានញ៉ាំទៅឆ្ងាញ់ចាបងប្អូនហើយយើងមករំលីងសាច់ទាយើងដាក់រៀងក្រៀមតិចដែរបានឆ្ងាញ់បងប្អូនអញ្ចឹងយើងរំលីងវាឲ្យវារៀងស្ងួតទឹកចាំយើងលើកវាចេញទុកឲ្យត្រជាក់បងប្អូនចាបងប្អូនឥឡូវយើងស្រង់សាច់ទាយើងទុកឲ្យត្រជាក់បងប្អូនបងប្អូនឥឡូវយើងប្រឡាក់គ្រឿងបងប្អូនប្រឡាក់ខ្ទឹមដែលយើងបានបុកហ្នឹងបងប្អូនចាអញ្ចឹងយើងចាក់ចំហវាចូលទៅយើងសម្រាប់វាស្អាតវាទុកណាបងប្អូនពេលយើងប្រឡាក់ខ្ទឹមឲ្យវាចូលជាតិហើយយើងដាក់ស្ករសមកស្ព្រាបងប្អូនចាហើយបងប្អូនដាក់ប្រេងខ្យងចាដាក់ប្រេងខ្យងមកស្ព្រាតែឲ្យបងប្អូនច្រាលចូលគ្នាទៀតបងប្អូនទុកវា5នាទីទៅ10នាទីអញ្ចឹងណាបងប្អូនមានរសជាតិឆ្ងាញ់អានេះដូចអប់ដើម្បីវាមានក្លិនណាបងប្អូននៅពេលដែលយើងដាក់ធ្វើទឹកស៊ុបទៅក្លិនខ្ទឹមហ្នឹងវានៅក្នុងជាតិមួយទាចូលជាតិមួយទាហ្មងចាហើយយើងមក
រំលីងខ្ទឹមសខ្ទឹមក្រហមហើយនឹងគ្រឿងក្រៅរបស់យើងចាបងប្អូននេះយើងដាក់ទៅខ្ទឹមក្រហមបងប្អូនយើងលីងវាឲ្យឈ្ងុយចឹងណាបងប្អូនពេលដែលយើងបលីងខ្ទឹមបំពងហើយយើងដាក់គល់ស្លឹកគ្រៃស្លឹកក្រូចរំដេងហើយនឹងម្ទេសច្រាំចូលបងប្អូនចានៅពេលដែលយើងបលីងហើយអញ្ចឹងពេលដែលឈ្ងុយល្អហើយចាំយើងដាក់សាច់ទាចូលឲ្យស្ងួតតិចបងប្អូនយើងឲ្យស្ងួតទឹកសាច់ចូលបងប្អូនចាហើយយើងឆាសាច់ជាមួយគ្រឿងឲ្យចូលគ្នាចាបើសិនជាឆ្នាំងយើងស្ងួតពេកបងប្អូនដាក់ទឹកចូលក៏បានយើងដាក់ទឹកដូងក៏បានដែរតែនេះខ្ញុំប្រើទឹកដូងណាបងប្អូនចាបងប្អូនយើងឆាវាឲ្យចូលនេះចឹងណាបន្ទាប់មកយើងដាក់គ្រឿងក្រៅឲ្យហើយបងប្អូនចឹងបងប្អូនយើងដាក់ទឹកត្រី3 ស្លាបបាយបងប្អូនហើយបងប្អូនដាក់អំបិលបន្តិចមកចុងស្រាបងប្អូនមកចុងស្រាកាហ្វេបងប្អូនយើងដាក់តៅហ៊ូចូល2 3ដុំដាក់ទឹកពេញប៉ោះ1 ស្លាបបាយចាបន្ទាប់មកយើងដាក់កាពិមួយចុងស្រាបងប្អូនចាបងប្អូនយើងដាក់ស្ករត្នោតចូល1 ស្លាបព្រាហើយយើងច្របល់គ្រឿងចូលគ្នាបងប្អូនចឹងនៅពេលដែលយើងច្របល់គ្រឿងចូលគ្នាសព្វល្អហើយបងប្អូនអាចថែមទឹកដូងបានបងប្អូនចាឈ្ងុយបាត់ហើយហ្នឹងបងប្អូនអើយណងឯងបងប្អូនយើងថែមទឹកចូលបងប្អូនចានេះខ្ញុំប្រើទឹកដូងបងប្អូនចឹងខ្ញុំចាក់ទឹកដូងចូលចាបងប្អូននេះខ្ញុំប្រើទឹកដូង2 ផ្លែបងប្អូនចាបងប្អូនអញ្ចឹងយើងមកងាស់វាឲ្យវាផុយសាច់ទាយើងបានឆ្ងាញ់បងប្អូនយើងទុកស៊ុបយើងបានលើសិនណាបងប្អូនឲ្យវាពុះចូលជាតិសពសិនហើយវាផុយសាច់ទាសិនចាំយើងបិទបងប្អូនចាបងប្អូនឥឡូវស៊ុបយើងពុះហើយអញ្ចឹងបងប្អូនយើងនៅបន្តមកងាស់វាទៀតប៉ុន្តែយើងនឹងថែមទឹកដោះគោស្រស់បងប្អូននេះខ្ញុំថែមទឹកដោះគោស្រស់ប្រហែលជា150 ml បងប្អូនចាយើងបន្តមកងាស់វាដើម្បីឲ្យសាច់ទាផុយតាមដែលបងប្អូនចូលចិត្តណាហើយបងប្អូនភ្លក់មើលផងតើរសជាតិហ្នឹងត្រូវជាមួយនឹងបងប្អូនចូលចិត្តនៅអញ្ចឹងនេះខ្ញុំសុំភ្លក់មួយដែរចាល្មមត្រូវរសជាតិរបស់នេះខ្ញុំហីអញ្ចឹងនេះខ្ញុំបន្តមកងាស់វាថែមទៀតតោះបងប្អូនឥឡូវយើងមកធ្វើទឹកតៅហ៊ូយើងសម្រាប់ទឹកជ្រលក់ហ្មងបងប្អូនចាហើយយើងជ្រុំយើងមកអញ្ចឹងបន្ទាប់មកយើងជ្រុំប៉ុណ្្នឹងហើយយើងដាក់ស្ករសចូលបងប្អូនយើងដាក់ស្ករស2 ស្លាបព្រាហើយបន្ទាប់មកយើងដាក់ខ្ទឹមសចូលបងប្អូនបន្ទាប់មកយើងដាក់ទឹកក្រូចឆ្មាអញ្ចឹងនាងខ្ញុំដាក់កន្លះវែកទេបងប្អូនហើយយើងច្របល់ចូលគ្នាទៀតបន្ទាប់មកយើងច្របល់វាចូលហើយយើងដាក់ម្ទេសចូលបងប្អូនអញ្ចឹងចំពោះម្ទេសបងប្អូនដាក់ច្រើនក៏បានដាក់តិចក៏បានដែរតែសម្រាប់នាងខ្ញុំចូលចិត្តហឹរអញ្ចឹងនាងខ្ញុំដាក់ម្ទេសច្រើនដែរអញ្ចឹងទឹកជ្រលក់យើងហើយបងប្អូនចាតោះបងប្អូនឥឡូវយើងបង់ត្រាវយើងចូលបងប្អូនខ្ញុំធៀមញ៉ាំឥឡូវដែរបងប្អូនអញ្ចឹងបង់តៅហ៊ូទៀតចាតំណងឯងបងប្អូនចាបងប្អូនឥឡូវយើងមកភ្លក់មើលល្មមឲ្យបងប្អូនចាអូឡើងពេញឆ្នាំងហ្មងបងប្អូនហ្នឹងសមាជិកនេះខ្ញុំតា4 នាក់ឯងបងប្អូនចានេះឈាមទាបងប្អូននេះដោយសារតែគ្រួសារនេះខ្ញុំថាបងចង់ញ៉ាំឈាមទាអញ្ចឹងនេះខ្ញុំក៏ទៅទិញថែមយកមកដាក់ចាបងប្អូនអញ្ចឹងនេះខ្ញុំសុំភ្លក់មុនមួយចានទៀតហើយចាអញ្ចឹងនេះខ្ញុំយកត្រាវមួយដុំឈាមទាមួយដុំហើយបងប្អូននេះខ្ញុំដាក់តកួនហើយស្រេចណាព្រោះនេះខ្ញុំអត់ចូលចិត្តបន្លែលួយចាហើយអញ្ចឹងនេះខ្ញុំយកសាច់មួយដុំដែរចា
បងប្អូនចង់ដាក់ពពុះសដៃទៀតក៏បានដែរបងប្អូនតែនេះខ្ញុំអត់បានទិញមកអញ្ចឹងប្រហែលជាញ៉ាំតែប៉ុណ្្នឹងចាបងប្អូននេះអញ្ចឹងនេះខ្ញុំដួសទឹកពេញច្រើនដែរបងប្អូនចាក៏យើងភ្លក់ទាំងអស់គ្នាបងប្អូនចាអញ្ចឹងបងប្អូននេះទាតកួនយើងឆ្អិនហើយនេះខ្ញុំសុំភ្លក់មួយចានមុននេះបងប្អូនអញ្ចឹងបងប្អូនជ្រលក់មួយទឹកតៅហ៊ូបងប្អូនចាណាបងប្អូនបងប្អូនក្រៅយើងក៏ផុយល្អដែរដល់ពេលដែលយើងជៀនបំពងវាហើយយើងយកវាមកងាស់ជាមួយនឹងសាច់ទាទៀតវាហត់តែផុយតែវាអត់ផុយខ្លាំងទេបងប្អូនមកអាចយើងអាចញ៉ាំបានក្រៅឡើងផ្អែមចឹងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាការធ្វើម្ហូបរបស់ខ្ញុំសូមជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន